태국의 한 부둣가에 있는 창고입니다. 창고 문이 열리자 천장에 닿을 듯 각종 원료가 산더미처럼 쌓여 있습니다. កាលពីប្រហែលថ្ងៃមុននេះគឺប៉ូលីសកូរ៉េដែលគេស្គាល់អក្សរកាត់គេហៅថាអក្សរកាត់គឺថា NIS បានឆ្មក់ចូលទីតាំងផលិតគ្រឿងញៀនមួយកន្លែងនៅក្នុងប្រទេសថៃហ្នឹងដែលគេរឹបអូសបានវត្ថុធាតុដើមនឹងចំនួន50តោនហើយ50តោននេះបើសិនជាយើងវិភាគឬក៏គេសន្និដ្ឋានមើលថាបើសិនជារបស់ទាំងអស់នេះផលិតបានសម្រេចគឺនឹងចែកចាយទៅកាន់មនុស្ស700លាននាក់ដែលបានអានេះទំហំ50តោននេះគឺអ្នកដែលប្រើប្រាស់គឺប៉ុណ្្នឹងឯងចឹងយើងគិតមើល700លាននាក់យើងដឹងថាអារបស់អស់នឹងចែកចាយទៅប្រទេសណាខ្លះយើងពិបាកសន្និដ្ឋានមែនតើដល់ពេលវិញអញ្ចឹងប្រទេសអ្នកមានគេនេះគឺអូហូរឹបអូសសាហាវមែនតើ700លាននាក់បើសិនជាគ្រឿងញៀននេះត្រូវបានចែកចាយនៅលើទីផ្សារអញ្ចឹងគឺបើសិនយើងគិតគឺវាច្រើនមែនតើណាប្រទេសយើង16លាននាក់សៀមឃ្លាវវានឹងគឺ100លានវៀតណាម100លានយើងគិតមើលតែបានប្រមាណហ្នឹងហើយចុះ700លានមកអាស៊ីហ្នឹងគឺប្រើបានទាំងអស់ហ្នឹងអញ្ចឹងការឆ្មក់ចូលទៅក្នុងមូលដ្ឋានដែលផលិតគ្រឿងញៀនជាង10កន្លែងក្នុងពេលល្បាក់តែមួយនឹងឯងហើយគេរឹបអូសវត្ថុធាតុដើមចំនួន50តោនហើយសមាជិករបស់កូរ៉េហ្នឹងក៏គេបានសហការជាមួយនឹងអាញាធរថៃដើម្បីប្រក្រាបលើកដំបូងមកនៅក្រៅប្រទេសហើយកូរ៉េហ្នឹងអត់ដែលប្រក្រាបទេនៅក្រៅប្រទេសហ្នឹងគឺលើកទី1ហើយតែប្រក្រាបនៅប្រទេសសៀមហ្នឹងហើយចាប់បានស្ដេចគ្រឿងញៀនម្នាក់ឥឡូវហ្នឹងទៅត្រូវបានគេចាប់បានហើយធ្វើបច្ចាបាននៅក្នុងស្រុកហ្នឹងឯងហើយកន្លែងលាក់ខ្លួនហើយនឹងគ្រឿងញៀនប្រមាណ 39% ដែលគេរកឃើញហ្នឹងគឺគេបាននិយាយថាមានប្រភពមកពីប្រទេសថៃហើយអាញាធរថៃហ្នឹងគឺសប្បាយចិត្តមែនទែនដល់ពេលដែលគេបានប្រក្រាបគ្រឿងញៀនដ៏ធំនៅក្នុងប្រទេសរបស់គេនេះហើយការស៊ើបអង្កេតដ៏សម្ងាត់មួយនេះគឺលើកដំបូងហើយសម្រាប់ប្រទេសកូរ៉េហើយបានរឹបអូសវត្ថុធាតុដើមនឹងគឺមកចំនួនធំហើយបើសិនគិតនោះចង់ប្រព័ន្ធភ្នំបើសិនជាតបលនឹងគឺដាក់ទាំងដល់តបលអាវត្ថុធាតុដើមគេហ្នឹងហើយផលិតផលនេះគឺអាញាធរថៃនិងកូរ៉េនឹងបានព្រួតដៃគ្នាដើម្បីចុះទៅប្រក្រាបកន្លែងផលិតគ្រឿងញៀនហ្នឹងដែលគេចាប់បាននឹង50តោនហ្នឹងច្រើនមែនតើ50តោនហ្នឹងហើយឃ្លាំងហ្នឹងគេបានសន្និដ្ឋានថាឬក៏មុនដំបូងហ្នឹងគេបានទទួលព័ត៌មានថាឃ្លាំងនេះគឺនៅកំពង់ផែនៅឯប្រទេសថៃដើម្បីផលិតឲ្យគឺស្រួលនឹងជូនចេញបើសិនជាផលិតនៅឆ្ងាយពីកំពង់ផែគឺពិបាកបញ្ជូនទៅក្រៅប្រទេសនៅពេលដែលទ្វារនឹងបើកនៅពេលបើកទ្វារវត្ថុធាតុដើមផ្សេងហ្នឹងគឺគេត្រូវបានមើលឃើញថាកដូចភ្នំអញ្ចឹងគឺថាវាច្រើនមែនតើហើយអ្វីដែលគេផលិតហ្នឹងនេះវាគេផលិតបានអានេះខ្ញុំនឹងអានត្រូវពីព្រោះខ្ញុំមិនសូវដឹងពីអាថ្នាំអីអស់ហ្នឹងដែរប៉ុន្តែក៏គេដាក់ថាអាសេតូនអាស៊ីតអ៊ីត្រូគ្លីរីអាស៊ីតphosphoric អញ្ចឹងហើយ phosphoric ហើយនឹងសារធាតុគីមីច្រើនទៀតដែលគេយកទៅចម្រាញ់ដើម្បីប្រើប្រាស់ក្នុងការផលិតគ្រឿងញៀនទាំងអស់ហ្នឹងឯការស៊ើបអង្កេតសម្ងាត់របស់ថ្នាក់ជាតិនេះអាជ្ញាធរថៃបានឆ្មក់ចូលកន្លែងហ្នឹងគឺជាង10កន្លែងហ្នឹងក្នុងពេលដំណើរគ្នាមកមិនមែនតែមួយកន្លែងទេណាកន្លែងផលិតគ្រឿងញៀនហ្នឹងហើយបានរឹបអូសហ្នឹងគឺអូហូយ50តោនច្រើនមែនតើហើយបរិមាណហ្នឹងគឺគេបើសិនជាយកមកចំនួនតូចគេយកទៅផលិតហ្នឹងគឺគេផលិតបានមេតាំហ្វេតាមីនហ្នឹងគឺចំនួន21តោនហើយថ្នាំអីយ៉ាប៉ាហ្នឹងគឺចំនួន1.1លានគ្រាប់ឯណោះគេបាននិយាយថាប្រសិនបើជាផលិតផលហ្នឹងចែកចាយទៅលើទីផ្សារមនុស្សប្រើប្រាស់គឺ700លាននាក់ដំណើរគ្នាហើយតម្លៃទីផ្សារនៅក្នុងប្រទេសអស់ហ្នឹងនៅក្នុងប្រទេសកូរ៉េគេនិយាយថាទីផ្សារនៅក្នុងប្រទេសកូរ៉េ4000លានវ៉ុនហើយអត់ដឹងថាដុល្លារប៉ុន្មានទេខ្ញុំដាក់ឲ្យមើលថាស្មើវាស្មើនឹងដុល្លារប្រហែលហើយប្រទេសកូរ៉េក៏គេបាននិយាយដែរថានេះគឺជាលើកទី1ហើយដែលគេបានចុះទៅប្រក្រាបគ្រឿងញៀននៅឯក្រៅប្រទេសដោយសហការជាមួយនឹងអាជ្ញាធរថៃហើយហេតុការណ៍ហ្នឹងដែរគឺបែកធ្លាយដោយសារតែមេខ្លោងមានថាស្ដេចគ្រឿងញៀននៅក្នុងប្រទេសថៃហ្នឹងត្រូវបានប្រទេសកូរ៉េចាប់បានកាលពីឆ្នាំមុនក្នុងអំឡុងពេលនោះដែរឃ្លាំងនោះក៏ត្រូវបានគេរកឃើញដែរនៅក្នុងប្រទេសកូរ៉េហ្នឹងហើយបន្ទាប់មកគេស៊ើបចុះឡើងក៏បានដឹងថានៅប្រទេសថៃហ្នឹងគឺជាឃ្លាំងដ៏ធំហើយនាយករដ្ឋមន្ត្រីថៃហ្នឹងក៏គេបាននិយាយថាខ្ញុំអរគុណច្រើនមែនទែនដែលបានមកប្រក្រាបគ្រឿងញៀននៅក្នុងប្រទេសរបស់ខ្ញុំនេះខ្ញុំសម្ដែងការដឹងគុណងាប់ដឹងគេផលិតប្រមាណលានតោនទេចែកចាយមនុស្សរាប់លានណាឯងទៅដឹងខ្លួនយ៉ាប់ហ្មងអាប្រទេសនេះតែប៉ុន្តែការប្រក្រាបនេះគឺគេស៊ើបតាំងពីឆ្នាំ2024មកម្លេះប៉ុន្តែគាត់តែគេចាប់បានអាទូចគេអត់ចាប់បានអាធំទេលើកនេះគឺគេចាប់បានធំមែនទែនគឺ
ចំនួនដែលមានន័យថាគេរកឃើញហ្នឹងគ្រឿងញៀនដែលនៅក្នុងប្រទេសកូរ៉េហ្នឹងគឺ39%ហ្នឹងអានេះគាត់តែជាຂະຫນាតមួយមធ្យមទេហើយគេបាននិយាយថាគឺគ្រឿងញៀន39%នេះប្រភពដ៏ធំបំផុតគឺមកពីប្រទេសថៃគឺថៃអ្នកនាំចូលហ្នឹងហ្មងហើយទៅបានគេរកព័ត៌មានហ្នឹងដើម្បីមកចាប់អាធំហ្មងនៅក្នុងកណ្ដាលនៅឯប្រទេសថៃហ្នឹងហើយសេវាស៊ើបអង្កេតថ្នាក់ជាតិរបស់កូរ៉េនេះបានលើកពីសារៈសំខាន់នៃការបង្ក្រាបគ្រឿងញៀននេះដើម្បីកុំឲ្យមានគ្រឿងញៀនទាំងអស់នេះចែកចាយនៅក្នុងតំបន់អាស៊ីនិយាយទៅតំបន់អាស៊ីហ្នឹងមិនមែនតែអាស៊ីអាគ្នេយ៍យើងណានិយាយទៅទូទាំងអាស៊ីហ្មងច្រើនមែនតើហើយបញ្ជាក់ដែរថាគោលបំណងការខិតខំប្រឹងប្រែងនេះគឺដោយសារតែមានការសហការជាមួយនឹងប្រទេសថៃបើសិនជាខាងថៃអត់សហការទេក៏ការដែលបង្ក្រាបគ្រឿងញៀនដ៏ធំនៅក្នុងប្រទេសថៃនេះក៏អត់បានដែរអញ្ចឹងកូរ៉េមិនអាចមានសិទ្ធិអីចូលទៅក្នុងប្រទេសហ្នឹងទេក្នុងប្រទេសថៃហ្នឹងទេតើតែថៃគេសហការដែរបានអាចធ្វើរឿងហ្នឹងបានអញ្ចឹងក៏តើសើគេដែរគេចុះមកបង្ក្រាបគឺតែពិតរោងចក្រធំនៅនេះសោះស្មានតែរោងចក្រធំនៅណាប្រទេសសៀមឯងស្មានតែប្រទេសគេហ្នឹងវាមានយើងមើលទៅវាមានហើយប៉ុន្តែអាហ្នឹងរបៀបមានចពតនីគាវាមានដោយរឿងអញ្ចឹងវាពិបាកដែរណាអញ្ចឹងប្រទេសថៃគឺមើលឲ្យអ្នក50លានតោនច្រើនណាស់អត់ដឹងថាអាលទ្ធផលដែលសម្រេចតម្រុំតែគេចាប់បានហ្នឹងមិនដឹងថាមកដល់យើងខ្លះទៅដល់គេខ្លះទៅដល់ឯខ្លះអត់ដឹងទេនេះតើណាចាប់បានអញ្ចឹងបានបានភ្លឺភ្នែកអញ្ចឹងសែនទាំងអស់គ្នាអាព័ត៌មានអញ្ចឹងដើម្បីឲ្យពិភពលោកគេបានឃើញទោះបីជាខ្ញុំហ្នឹងវាមិនមែនពេកធំអីប៉ុន្តែឲ្យវាបានឃើញទាំងអស់គ្នាថាយើងគិតមើល50លានតោន7ច្រើនណាស់ណា700លានអ្នកយើងគិតមើលស្រុកយើងមិនទឹកដល់20លានផងវៀតណាម100លានថៃខ្លួនវាហ្នឹងមិនទឹកដល់100លានផងជិត100លានហើយនៅប្រទេសផ្សេងទៀតយើងគិតមើលឲ្យ700លានណាតំបន់អាស៊ីហ្នឹងគឺបើសិនជាផលិតបានសម្រេចគឺចែកចាយទូទាំងតំបន់អាស៊ីហ្នឹងឯងច្រើនណាស់អញ្ចឹងឃ្លាតឆ្ងាយកុំសេពអសោះអាគ្រឿងញៀននេះគួរតែខំប្រឹងរៀនអីវិញវាគ្មានអីអស្ចារ្យទេហើយលទ្ធផលនៅពេលដែលសេពអាហ្នឹងនៅពេលដែលចាស់ទៅគឺដឹងហើយពេលចាស់ហ្នឹងវាមិនតាន់ដឹងទេតើចាស់បានដឹងតើតាយើងជួបប្រទះរឿងជំងឺរឿងអីហ្នឹងអាហ្នឹងបានយើងដឹងថាអូអាហ្នឹងវាអត់កើតមែនអញ្ចឹងបានថាគាត់ហ្នឹងចាប់ផ្ដើមប្រាក់ក្មេងៗវិញហើយកុំធ្វើអារឿងអញ្ចឹងវាមិនល្អទេ700លានអ្នកច្រើនណាស់អញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាកុំភ្លេចទៅជួយ like share និង subscribe អ្នកមួយផងអរគុណច្រើនចាំជួបខ្ញុំវីដេអូក្រោយទៀតបាយបាយ